នៅចំណុចមួយហៅថាការចូលរួមរបស់ប្រជាពលរដ្ឋនេះជាចំណុចសំខាន់ប្រព័ន្ធផ្សព្វផ្សាយជាចំណុចដ៏សំខាន់មួយទៀតក៏ប៉ុន្តែគោលនយោបាយរបស់គណៈបកប្រជាធិបតេយ្យជឿនលឿនដើម្បីលុបបំបាត់ពើពុករលួយនឹងបានទាល់តែប្រាក់ខែរបស់មន្ត្រីរាជការបានសមរម្យដែលអាចរស់នៅដោយថ្លៃថ្នូរមិនបាច់ប្រព្រឹត្តពើពុករលួយនោះបានដោះស្រាយបញ្ហានឹងបានអញ្ចឹងហើយបាននៅការគិតគូររបស់យើងត្រូវតែដំឡើងប្រាក់ខែជូនដល់មន្ត្រីរាជការរបស់យើងលោកអាចទទួលបានរស់នៅដោយសមរម្យដោយមិនបាច់ប្រព្រឹត្តពើពុករលួយចាប់ផ្ដើមពីគ្រូបរិញ្ញាចាប់ផ្ដើមពីមន្ត្រីរាជការប៉ូលីសទាហានកងកម្លាំងប្រដាប់អាវុធជាដើមរហូតទៅដល់តាមក្រមប្រសាឃុំសង្កាត់ត្រឡប់មកសំណួរនេះដែលជាការសង្កេតយើងឃើញថាភូមិឃុំសុវត្ថិភាពដោយសារតែអំពើពុករលួយនឹងតែម្ដងបាទហេតុអីបានយើងហ៊ានគិតដល់ចំណុចហ្នឹងពីព្រោះនៅតាមឃុំនីមួយៗមានវិជាការពារមានមេភូមិមានប៉ុស្តិ៍នគរបាលតាមឃុំហើយលោកក្តាប់សភាពការបានច្បាស់ណាស់បានដឹងរហូតដល់ប្រជាពលរដ្ឋណានៅបពប្រឆាំងប្រជាពលរដ្ឋណាធ្វើអីលោកដឹងរឿងច្រើនដូច្នេះលោកក៏អាចដឹងបានថាអ្នកដែលពួនសងំ scam online យ៉ាងវាមិនអ្នកដែលលោកគ្រឿងញៀនចែកចាយគ្រឿងញៀនបងតូចបងធំហ្នឹងវាមិនលោកអាចដឹងក៏ប៉ុន្តែសំណួរទាំងអស់នោះសួរថាហេតុអីបាននៅតែមានហើយធ្វើឲ្យប្រជាពលរដ្ឋកន្លែងខ្លះគាត់លោកនៅរស់នៅដោយមានភាពភ័យខ្លាចដោយសាររឿងសុវត្ថិភាពដូច្នេះយើងយល់ឃើញថាអំពើពុករលួយធ្វើឲ្យបញ្ហាច្រើនបញ្ហាឲ្យប្រជាពលរដ្ឋក្រីក្រប្រទេសមិនបានរីកចម្រើនធ្វើឲ្យសុខសុវត្ថិភាពខ្លួនឯងក៏ពុំបានធានាពេញលេញហើយចំណុចដ៏សំខាន់ចុងក្រោយមួយទៀតគឺយើងប្រើពាក្យថាសុវត្ថិភាពចំណីអាហារដោយសារអំពើពុករលួយបានមានជាតិគីមីចូលពេញកន្លែងទាំងអស់ហើយប្រជាពលរដ្ឋលោកហូបរាល់ថ្ងៃសុវត្ថិភាពចំណីអាហារធ្ងន់ធ្ងរហើយដល់ពេលហ្នឹងយើងសួរថានរណាទទួលខុសត្រូវនរណាដែលអាចឲ្យចូលមកទាំងអស់ទាំងហ្នឹងបានដោយគ្មានការត្រួតពិនិត្យច្បាស់លាស់គឺដោយសារអំពើពុករលួយនេះជាសុវត្ថិភាពចំណីអាហារដែលចូលទៅក្នុងពោះមើលមិនឃើញដល់សុខសុវត្ថិភាពផ្លូវកាយដែលយើងមើលឃើញជារូបភាពជាក់ស្ដែងដែលមានបងតូចបងធំមួយជាដើមបាទ